2023ប៉ុន្តែខ្ញុំបង្កើតបាន3ខែបាទខ្ញុំចាប់ផ្ដើមផុសប្រដាប់ខ្ញុំលក់ពេលដែលខ្ញុំផុសលក់ដំបូងគេអត់ទិញទេប៉ុន្តែគេឆាតសួរយើងខ្លះក៏គាត់ឆាតទិញអញ្ចឹងទៅតម្លៃចាប់ពី$5ឡើងទៅដល់$200ជាង$300តាមប្រភេទស៊ុំតូចធំហើយនិងប្រភេទការដែរ$30ខ្ញុំមានអាយុ31ឆ្នាំជាអតីតនិស្សិតនៅសាលា DMC Department of Media and Communication ហើយក៏ជានិស្សិតសាលា PUC ផ្នែកសាស្ត្រអង់គ្លេសបន្ទាប់ពីចប់ការសិក្សាខ្ញុំក៏មានបទពិសោធន៍មួយចំនួនធ្វើការជាមួយនៅខាងអង្គការក្រុមហ៊ុនហើយបច្ចុប្បន្ននេះខ្ញុំធ្វើការឲ្យអង្គការនិងធ្វើការតាក់ទងនឹងសិល្បៈការគៀបសម្ងួតនឹងតែការងារសិល្បៈការគៀបសម្ងួតនឹងគឺជាការងារក្រៅម៉ោងដែលខ្ញុំធ្វើបន្ថែមបន្ទាប់ពីយើងធ្វើការងារអញ្ចឹងតាមពិតទៅនិយាយពីឫសគល់ដំបូងឡើយខ្ញុំរៀនផ្នែក media យើងបានជួបជាមួយនឹងសិស្សច្បងពីមុនមកធ្វើការទៅលើ MMO ខ្ញុំក៏ចាប់ផ្ដើមគិតថាអូអាហ្នឹងជាការងារមួយដែលចុះបើខ្ញុំបង្កើត original content បង្កើតមាតិកាខ្លួនឯងកាត់តអីខ្លួនឯងខ្ញុំក៏បែកកំណត់ធ្វើការគៀបសម្ងួតនឹងដោយសារខ្ញុំជាមនុស្សម្នាក់ដែលស្រឡាញ់ធម្មជាតិខ្ញុំចូលចិត្តរបៀបអ្វីដែលធ្វើមកពីធម្មជាតិហើយខ្ញុំក៏បាន research ទៅលើអាហ្នឹងទៅពេលដំបូងយើងគិតថាយើងចង់ធ្វើដើម្បីរកលុយតាម online អីអញ្ចឹងឯងប៉ុន្តែពេលដែលយើងធ្វើទៅដូចអត់បានជោគជ័យហើយខ្ញុំផុសទៅមានគេសួរយើងថាបងអាហ្នឹងលក់អត់អីអញ្ចឹងក៏ខ្ញុំបង្កើត page មួយទៀតផុសយូរទៅយើងមានអ្នកដែលគាត់ចាប់អារម្មណ៍ទិញវត្ថុដែលយើងកែច្នៃពីផ្កាពីរុក្ខជាតិអីនឹងបន្ថែមទៀតអញ្ចឹងទៅក៏ធ្វើពីសុំផ្កាទៅជាគ្រឿងអលង្ការទៅជាដបទឹកទៅជាប្រភេទចាក់ខេសទូរស័ព្ទអីផ្សេងៗអញ្ចឹងតាមការខ្ញុំចាំដូចជាដើមឆ្នាំ2021-22ខ្ញុំចាប់ធ្វើការទៅលើហ្នឹងប៉ុន្តែនៅពេលដែលខ្ញុំធ្វើ original content ផុសហ្នឹងពេលដែលប្រេះទៅវាអត់ជោគជ័យមានបញ្ហាច្រើនដូចជាសត្វអត់ស៊ីបញ្ហាដោះផ្សិតដោះអីចឹងណាហើយខ្ញុំក៏ research ខ្លួនឯងបន្ថែមទៀតហើយខ្ញុំទិញ short course នៅសហរដ្ឋអាមេរិករៀនជាមួយនឹងអ្នកស្រីទីកាគាត់ជា founder Modern Press ខ្ញុំរៀនជាមួយគាត់តាម online ប៉ុន្តែជា short course មួយដែលគាត់ record ទុកទេពេលដែលខ្ញុំរៀនយូរទៅវាជួបបញ្ហាផ្សេងទៀតដែលវាថ្មីដល់អញ្ចឹងខ្ញុំ build មិត្តភ័ក្តិហើយនឹង community ជាមួយនឹងជនជាតិបរទេសផ្សេងនៅស្រុកក្រៅដែលគាត់ធ្វើការលើការគៀបសម្ងួតនឹងអញ្ចឹងនៅពេលដែលមានសំណួរអីខ្ញុំឆ្ងល់អញ្ចឹងខ្ញុំសួរគាត់មានអ្នកខ្លះគាត់ friendly គាត់ឆ្លើយតបយើងតែអ្នកខ្លះក៏គាត់មិនឆ្លើយតបយើងពេលខ្លះខ្ញុំត្រូវអនុវត្តផ្ទាល់ខ្លួនឯងថែដល់ពេលយូរទៅយើងរៀនពីអាកំហុសហ្នឹងតិចផ្សេងបើយើងនិយាយថា press គឺយើងដាក់សម្ពាធទៅលើអ្វីមួយឲ្យវាចេញមកវា flat តប៉ែតអញ្ចឹងចំពោះខ្ញុំអ្នកហៅឈ្មោះថាសិល្បៈការគៀបសម្ងួតទេប៉ុន្តែបើយើងនិយាយថាការសម្ងួតយើងនិយាយទៅវា too general ពេកដោយសារតែការសម្ងួតផ្កាវាមានច្រើនលក្ខណៈដូចយើងយកទៅហាលព្យួរដើម្បីឲ្យវាស្ងួតហើយយើងប្រេះនៅក្នុងក្តារហ្នឹងឲ្យយើងក៏សម្ងួតដែរគាត់ថាលក្ខណៈការសម្ងួតនេះគឺដើម្បីឲ្យវាចេញជារូបរាង flat ហើយយើងចាប់ផ្ដើមយកវាមករៀប layout design នៅក្នុងស៊ុំខ្ញុំ focus ទៅលើ prestige flower ដែលយើងធ្វើទៅលើសិល្បៈការគៀបសម្ងួតប្រហែលជា2023ខ្ញុំចាប់ផ្ដើមបង្កើត page ហ្នឹងដំបូងប្រេះហើយខ្ញុំទុកសិនចាំមើលថាវាមានការប្រែប្រួលអត់មានបញ្ហាសັບស៊ីអត់មើលពីភាពប្រែប្រួលរបស់វាហើយបើខ្ញុំចាប់ដាក់លក់ពេលដែលដាក់លក់វាមានបញ្ហាដែរមានភ្ញៀវអ្នកស្គាល់គ្នាគាត់បាននិយាយថាការរបស់គាត់ត្រូវបានសត្វចូលស៊ីយើងត្រូវមានតិចមួយទៀតដើម្បីការពារកុំឲ្យសត្វចូលស៊ីអញ្ចឹងរាល់ពេលដែលខ្ញុំប្រេះផ្កាគឺខ្ញុំត្រូវតែសៀលវាខាងក្នុងដើម្បីការពារទុកផ្កាហ្នឹងឲ្យបានយូរឆ្នាំវាទៅតាមប្រភេទផ្កាដែរផ្កាខ្លះក៏យើងត្រូវការចំណាយពេលយូរដែរដូចជក់រត់អីខ្ញុំចំណាយពេលប្រេះយូរដោយសារកម្រាស់ផ្កាបដូលផ្កាគឺវាក្រាស់ខ្លាំងអញ្ចឹងខ្ញុំបេះស្រទាប់ប្រេះផ្សេងបដូលខ្ញុំប្រេះផ្សេងហើយចំណាយពេល1ខែកន្លះទៅ2ខែយើងគិតពីបរិយាកាសស្រុកខ្មែរយើងដែរពូបើរដូវក្តៅវាឆាប់ស្ងួតលឿនប៉ុន្តែបើថារដូវភ្លៀងដែលមានជាតិសំណើមច្រើនឥឡូវក៏ត្រូវការ take time ដែរការខ្លះយើងចំណាយពេលត្រឹមអាទិត្យអីគឺយើងអាចយកមកប្រើប្រាស់បានបែងចែកជា3ដំណាក់កាលនៃការធ្វើផ្កាដំណាក់កាលទី1គឺការជ្រើសរើសទិញផ្កាស្រស់យកមកបេះកែច្នៃដាក់ចូលក្តារប្រេះដើម្បីសម្ងួតវាដំណាក់កាលទី2គឺជាដំណាក់កាលដែលយើងត្រូវផ្គុំផ្កាឲ្យវាចេញជារូបរាងហើយបន្ទាប់មកយើងចាប់ផ្ដើមដំណាក់កាលទី3អាហ្នឹងគឺរៀប design ដាក់នៅក្នុងស៊ុំរៀបមិនឲ្យវាស្អាតវាមានអាតនៅក្នុងហ្នឹងក្តារប្រេះហ្នឹងគឺខ្ញុំច្នៃដោយខ្លួនឯងខ្ញុំរក supplier ដែលគាត់ចេះកាត់ក្តារហ្នឹងយើងមានក្តារយើងមានក្តារកេះយើងមានក្តារ printing ធម្មតាតែខ្ញុំប្រើ recycle paper តាមពិតនៅស្រុកគេមានក្តារប្រេះផ្កាប៉ុន្តែតម្លៃវាថ្លៃយើងហៅ
ហៅថា blotting paper ខ្ញុំទិញមកវាថ្លៃមែនទែនបើសិនជាខ្ញុំចំណាយលុយលើហ្នឹងខ្ញុំអាចយកចំណូលចំណេញពីអាហ្នឹងមកវិញបានអញ្ចឹងខ្ញុំប្រើប្រាស់ recycle paper យើងមានខ្ចៅយើងមានកវ៉ាត់ដើម្បីយើងរឹតវាឲ្យវាតប៉ែតវាលេចធ្លោខ្ញុំគិតថាប្រហែលជាមកពីទីផ្សារយើងនៅជាអៀតអត់ទាន់មានអ្នកគេធ្វើច្រើនវាជាឱកាសមួយដែរដែលយើងផ្ដើមដំបូងគេមុនគេអញ្ចឹងទៅមានអ្នកដែលគាត់ចាប់អារម្មណ៍ទៅលើនឹងច្រើនខ្ញុំមានវគ្គសិក្ខាសាលាមួយចំនួនដែលខ្ញុំបង្កើតដែរដើម្បីបរៀនចែករំលែកចំណេះដឹងដែលខ្ញុំមានទៅកាន់អ្នកចូលរួមនឹងអញ្ចឹងវាអាចថាថ្ងៃក្រោយទៅអាចនឹងមានអ្នកគេចេះច្រើនទីផ្សារក៏វាអាចនឹងតូចដែរប៉ុន្តែទៅតាមស្នាដៃនៃការ design របស់យើងគំនិតច្នៃប្រឌិតរបស់យើងបន្ថែមទៀតដែរការបិទផ្កាត្រូវគិតវាស់ຂະຫນາດត្រឹមត្រូវពួកវាត្រូវការភាពល្អិតល្អន់យកចិត្តទុកដាក់មែនតើភាពល្អិតហ្នឹងគឺយើងត្រូវបំពេញវាជាការងារមួយដែលលម្អិតដែលយើងត្រូវការ focus ភាពអត់ធ្មត់ត្រូវមានក្តីស្រឡាញ់នៅក្នុងនឹងដែរវាអាចប្រើប្រាស់ឆ្កែឆ្នៃទៅលើរបស់ប្រើប្រាស់ souvenir បានច្រើនដូចជាខ្សែដៃជាកវលសៀលទៅលើកែវទឹកចាក់ជាខេសទូរស័ព្ទធ្វើជា bookmark ជា postcard យើង design ទៅលើស៊ុំដាក់តាំងលម្អផ្ទះយើងអាចកែច្នៃទៅជា art មួយដែលវាមានភាពលេចធ្លោចេញមកវាមានសិល្បៈវាមានភាពស្រស់ស្អាតនៅក្នុងនឹងខ្ញុំចង់ convert អាហ្នឹងទៅជា printing ទៀតតាមពិតសម្រាប់ខ្ញុំចិត្តទូលាយខ្ញុំ open mind sharing ទៅកាន់អ្នកផ្សេងពីព្រោះអាចហ្នឹងវាដូចជួយផ្លូវអារម្មណ៍បើសិនជាអ្នកផ្សេងដែលគាត់មានអារម្មណ៍ថាគាត់ឯកោអីចឹងគាត់អាចយកអាហ្នឹងធ្វើជាមិត្តភក្តិបានខ្ញុំគិតថាលុយសំខាន់ប៉ុន្តែបើសិនជាយើងអាចចែករំលែកចំណេះហ្នឹងជួយទៅកាន់គេបានខ្ញុំគិតថាយើងគួរជួយព្រោះអាចហ្នឹងវាជួយវាធ្វើឲ្យយើងមានអារម្មណ៍ថាដូចមានសមាធិនៅក្នុងហ្នឹងខ្ញុំបង្កើត page នៅខែ3 2023ប៉ុន្តែខ្ញុំបង្កើតបាន3ខែបាទខ្ញុំចាប់ផ្ដើមផុសប្រដាប់ខ្ញុំលក់ពេលដែលខ្ញុំផុសលក់ដំបូងគេអត់ទិញទេប៉ុន្តែគេឆាតសួរយើងខ្លះក៏គាត់ឆាតទិញអញ្ចឹងទៅអ្នកខ្លះក៏គាត់សាញតម្លៃដែរគាត់គិតថាវាថ្លៃតែបើយើងនិយាយពីការដែលយើងធ្វើវាត្រូវការចំណាយពេលយូរអញ្ចឹងបើយើងលក់តម្លៃថោកអត់កើតគឺត្រូវតែតម្លៃយើងនេះដែរមិនយើងអាចរត់រួចព្រោះកម្លាំងពលកម្មផងចំណាយលើផ្កាមេតារីផ្សេងហើយគ្រឿងមេតារីផ្សេងយើងមិនមែនរកនៅស្រុកខ្មែរបានទៀតតខ្ញុំកំងពីអាមេរិកមកអីអញ្ចឹងណាអញ្ចឹងការចំណាយវាច្រើនចាមានគេចាប់អារម្មណ៍ច្រើនតម្លៃចាប់ពី$5ឡើងទៅដល់$200ជាង$300តាមប្រភេទស៊ុំតូចធំហើយនិងប្រភេទផ្កាដែរបើនិយាយពីក្តីស្រឡាញ់ខ្លាំងស្រឡាញ់ដល់ថ្នាក់ពេលខ្លះយើងចំណាយពេលលើផ្កាច្រើនបើសិនជាថ្ងៃមុខមានលទ្ធភាពខ្ញុំចង់បង្កើត studio មួយទូចខ្លួនឯងដែលយើងអាចធ្វើការទៅលើសិល្បៈការគៀបសង្កត់ទទួលបានបាច់ផ្កាខ្លះៗប៉ុន្តែភ្ញៀវខ្ញុំភាគច្រើនមានខ្មែរតិចតួចទេតែបរទេសគាត់ច្រើនគាត់ចង់ឲ្យខ្ញុំប្រេះអាបាច់ផ្កាដែលគាត់ទទួលបានពីគ្រួសាររបស់គាត់ទិញជូននៅក្នុងអាកាសនានាអីហ្នឹងដែលតំណាងឲ្យក្តីស្រឡាញ់ឲ្យគាត់ចង់ preserve វាទុកអញ្ចឹងខ្ញុំចង់ធ្វើអាហ្នឹងសេវាបរិញ្ញាបង្កើតសិក្ខាសាលាសម្រាប់អ្នកដែលគាត់ចង់ធ្វើអាហ្នឹងដែរ